Ok,ឆ្លៀតពេលទៅតែបញ្ចប់ការងារក៏សូមឆ្លើយតបសំណួរបងអូនបន្តិចដែលគាត់សួរខ្ញុំបែបលេងណានៅក្នុងវីដេអូដែលខ្ញុំបង្ហាញអំពីប្រវត្តិការសិក្សាហើយនិងប្រវត្តិការងាររបស់ខ្ញុំគាត់ឃើញថាប្រវត្តិការងារផ្សេងៗយើងច្រើនដែរអញ្ចឹងក៏សួរខ្ញុំថាចេះលាយស៊ីម៉ង់អត់ការពិតនេះជាសំណួរសួរបែបលេងthìខ្ញុំសូមឆ្លើយបែបប្រវត្តិខ្ញុំមែនតែទៅវិញគឺខ្ញុំចេះច្បាស់ចេះស្ទាត់ទៀតហ៎មិននិយាយទៅរឿងតាក់ទងការងារប្រើកម្លាំងគឺខ្ញុំចេះច្រើនមិនមែនថាខ្ញុំរៀនបកកែហើយខ្ញុំអត់ចេះធ្វើការខ្ញុំអត់មានត្រូវធ្វើការអីទេណាសូមបញ្ជាក់ប្រហែលជាអ្នកមួយចំនួនឃើញប្រវត្តិការសិក្សាខ្ញុំល្អប្រហែលជាគិតថាខ្ញុំជាកូនអ្នកធូរធារហើយខ្ញុំហ៊ាននិយាយថាខ្ញុំកើតនៅក្នុងគ្រួសារអ្នកដែលមានចំណេះប៉ុន្តែគ្រួសារខ្ញុំមិនមែនជាអ្នកមានធូរធារទេដោយសារតែឪពុកខ្ញុំគាត់មានជំងឺប្រចាំកាយតាំងពីខ្ញុំនៅតូចអញ្ចឹងទៅបងប្អូនមានតែ2នាក់អញ្ចឹងបន្ទុកធ្ងន់គឺយើងជាកូនប្រុសតែម្នាក់នេះហើយម្ដាយខ្ញុំត្រូវមានតរៈរលុយផងមើលជំងឺប៉ាខ្ញុំផងចំណែកខ្ញុំត្រូវរៀនផងរលុយតាំងពីក្មេងផងមើលជំងឺប៉ាផងអញ្ចឹងក៏វាមិនមែនជារឿងដែលស្រួលដែរអញ្ចឹងមកត្រូវមកលាយស៊ីម៉ង់រៀបអិតធ្វើការហ្នឹងគឺខ្ញុំធ្លាប់ធ្វើជារឿងមួយដែលខ្ញុំមិនអាចឲ្យអ្នកផ្ទះដឹងបានតាំងពីនៅតូចមកគឺពេលដែលខ្ញុំទៅរៀនការថ្នាក់ទី7គ្រូសាខ្ញុំពិបាកខ្លាំងឪពុកខ្ញុំឈឺធ្ងន់អស់លុយអត់មានអីលក់តទៀតអញ្ចឹងហើយក៏ខ្ញុំទៅលួចធ្វើការខ្ញុំកិច្ចម៉ោងរៀននិយាយត្រង់ទៅអ្នកធ្លាប់រៀនមួយគ្នាដឹងហើយខ្ញុំកិច្ចម៉ោងរៀនទៅធ្វើសំណង់ទៅជួយធ្វើសំណង់គេជួយលើកអិតលើកអីគេហើយខ្ញុំមានមិត្តភ័ក្តិម្នាក់ដែលគាត់ខាងបើកឡានដឹកអិតជួយលើកអិតជួយអីចឹងទៅហើយរឿងលាយសំងធ្វើអីនេះជួយកាប់អណ្ដៅដាំបកគោធ្វើអីផ្សេងចាក់ស៊ីម៉ងធ្វើរបងអីនេះគឺខ្ញុំធ្លាប់ធ្វើហើយមិនតែប៉ុណ្្នឹងឯងគឺខ្ញុំធ្លាប់ពីមុន business ខ្ញុំមួយទៀតគឺកាត់ស្មៅលក់និយាយត្រង់ចឹងទៅអ្នកនៅខេត្តដឹងហើយដើរកាត់ស្មៅលក់ឲ្យគេនេះដៃខ្ញុំដាច់ប្រហែលកន្លែងឡើងផ្លែងគឺដោយសារតែយើងច្រូតស្មៅគោណាអញ្ចឹងមិនថាអ្នកមួយចំនួនក៏ឃើញសាច់ឈាមឃើញមុខមាត់ទេគាត់គិតថាជាគោអ្នកធូរធារតែអត់ទេសូមបញ្ជាក់ដែលជីវិតខ្ញុំពិបាកតាំងតែពីតូចអាចថាពីតូចមកហ្មងមែនតើកើតមកគ្រូសាខ្ញុំអ្នកធូរធារប៉ាខ្ញុំជាដង្ខៅគោជាតកែគោយើងធ្វើបោះដុំនំបញ្ចុកលក់ឲ្យគ្រួសារខ្ញុំក៏អ្នកជីវភាពធូរធារដែរយាយតាខ្ញុំក៏គាត់អ្នកពិបាកពីមុនតែក្រោយមកកូនសិស្សអ្នករៀនសូត្រក៏ធូរធារដែរប៉ុន្តែក្រោយមកពេលដែលឪពុកខ្ញុំចាប់ដើមធ្លាក់ខ្លួនឈឺគ្រួសារក៏រៀងពិបាកតិចដែរយ៉ាងដឹងស្រាប់ហើយកាលណាដែលឪពុកជាមេគ្រួសារក៏ធ្លាក់ខ្លួនឈឺហើយអញ្ចឹងបន្ទុកធ្ងន់មកលើម្ដាយហើយម្ដាយគាត់ក៏មិនអាចធ្វើការងារអីផ្សេងបានដែរដោយសារគាត់ត្រូវមានតរៈមើលប៉ាខ្ញុំអញ្ចឹងបន្ទុកផ្សេងក៏ខ្ញុំត្រូវចូលរួមជួយចឹងហើយខ្ញុំហ៊ាននិយាយថាខ្ញុំពិបាកតាំងតែពីតូចហើយនៅវិទ្យាល័យខ្ញុំសខ្ញុំមិនខ្មៅដូចឥឡូវទេពីមុនខ្ញុំសខ្លាំងអញ្ចឹងគេអត់ជឿថាខ្ញុំអ្នកពិបាកទេអ្នកខ្លះគេឃើញដៃជើងខ្ញុំសឡូនសកញ្ចក់ខ្ញុំអត់មានដៃប្រឡាក់ដីគេសួរថាដៃចុះភក់អត់ដៃធ្វើស្រែអត់ទាំងតែការពិតខ្ញុំដើរច្រូតស្មៅគោខ្ញុំចុះភក់ធ្វើការគ្រប់សពទេគ្រាន់តែយើងទម្លាប់យើងស្អាតដល់ពេលទម្លាប់យើងស្អាតកាត់កញ្ចក់ដៃកញ្ចក់ជើងរៀបចំខ្លួនស្អាតបាត់កៅអៅអ៊ុតភ្លីភ្លឹងទៅក៏អត់មានអ្នកដឹងថាយើងអ្នកពិបាកទេអញ្ចឹងគឺសម្រាប់ខ្ញុំអាការងារមកតាមលាយស៊ីម៉ងរៀបអិតអីនេះវាហើយអស់ហើយមិនមែនមិនធ្លាប់ទេមិនមែនជាអ្នកជំនាញតែវាធ្លាប់ធ្វើហើយអស់ហើយខ្ញុំហ៊ាននិយាយថាការងារដែលខ្ញុំធ្លាប់ធ្វើតាំងពីតូចមកដល់ឥឡូវវាចូលចង់100មុខតែខ្ញុំអាចធ្វើបានតាំងពីគក់ជេម៉ូតូទាំងតែពីមុនមកមិនមានឡានជិះក្នុងតគក់ជេឡានគក់ជេដីគក់ជេផ្ទះគ្រប់សពហើយតាំងពី MMO ទិញលក់ channel YouTube ទិញលក់ page Facebook page ហ្នឹងក៏ធ្លាប់តែអាជីពដែលចម្បងមកគឺជាគ្រូបង្រៀនខ្ញុំបង្រៀនសិស្សតាំងពីឆ្នាំ2017មកម្លេះកាលនោះខ្ញុំបរៀនរូបវិទ្យាអង់គ្លេសរូបគណិតគីមីអង់គ្លេសឲ្យតែគេរកបរៀនទាំងអស់ហើយអង់គ្លេសបរៀនក្មេងតែបើសួរថាមកដល់ឥឡូវអង់គ្លេសចេះច្រើនអត់ភ្លេចអស់ហើយអត់សូវដែរប្រើនិយាយត្រង់មកអញ្ចឹងសូមបញ្ជាក់ដែរការងារអីក៏ដោយឲ្យតែយើងធ្វើកើតយើងធ្វើសិនទៅតែសំខាន់អាការងារចម្បងរបស់យើងសម្រួចដូចខ្ញុំអញ្ចឹងខ្ញុំទោះបីខ្ញុំចាប់ដល់អនុបណ្ឌិតមែនតែខ្ញុំនៅរៀនតទៀតខ្ញុំរៀនបញ្ញាបត្រមួយទៀតឬក៏អនុបណ្ឌិតមួយទៀតហើយអាចនឹងក្រងយកតបណ្ឌិតឆាប់នេះដែរឲ្យតែមានឱកាសនៅរៀនបានរៀនពីសង្គមរៀនក្នុងសាលាយើងយកពីហ្នឹងមក compare គ្នាមកប្រៀបធៀបគ្នាមើលពីយកចំណេះដឹងដែលយើងរៀននៅក្នុងសភៅយកមកមើលក្នុងសង្គមទៅយើងអាចជួយដោះស្រាយបញ្ហាក្នុងជីវិតយើងបានមិនមែនរៀនដើម្បីខ្លាចជាអ្នកមានមិនមែនរៀនឲ្យបានប្រាក់ខែរាប់ពាន់ដុល្លារទេតែខ្ញុំយកចំណេះដឹងដែលខ្ញុំរៀនមកដោះស្រាយបញ្ហាជីវិតរបស់ខ្ញុំវាជាការល្អប្រសើរដែរដោយសារខ្ញុំឃើញថាអ្វីដែលខ្ញុំរៀននោះវាអាចឲ្យខ្ញុំមើលឃើញពីសង្គមបានច្បាស់ដែរអូខេចុះវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះនេះខ្ញុំលើកយកប្រធានបទមួយមកនិយាយអាចថាវែកញែកតិចចោះ
comment បែបលេងសើចក៏ខ្ញុំឆ្លើយតបបែបលេងសើចវិញហើយខ្ញុំអរគុណសម្រាប់ comment នេះដែរអរគុណច្រើនបងណាអរគុណ